ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវបន្តការអានសៀវភៅស្រីហតោប្រទេសបន្តទៀតកថាទី4រឿងសីហៈនិងឆ្មានៅក្នុងព្រៃឧត្តរាបទមានសីហៈមួយឈ្មោះថាទុរទានតៈជាសត្វមានសេចក្តីព្យាយាមធំអាស្រ័យនៅក្នុងភ្នំមួយឈ្មោះថាអពុរតៈសិខរៈមានកណ្ដុរមួយវាចូលទៅកាត់ចុងកេសរៈនៃសីហៈនោះរៀងរាល់ថ្ងៃក្នុងពេលដែលសីហៈកំពុងដេកលក់ក្នុងញោកភ្នំកាលភ្ញាក់ពីដេកឡើងសីហៈឃើញចុងកេសរៈខ្លួនរិចរិលក្បល់ដូច្នោះក្តៅក្រហាយនិងខ្នន់ខ្នាញ់នឹងកណ្ដុរនោះណាស់ខំព្យាយាមលោតសង្គ្រប់ចាប់រឿយតែកណ្ដុរលោតរត់ចូលក្នុងប្រងបាត់ចាប់មិនបានសោះសីហៈគិតថាបើសត្រូវតូចបុគ្គលមិនគប្បីចាប់បានដោយព្យាយាមឃ្លាវខ្លាទេដើម្បីផ្ចាញ់សត្រូវនោះបុគ្គលគប្បីរកសែនយានុភាពដែលមានកម្លាំងប៉ុនគ្នាមកកំរៀបទៅសម្រេចបានលុះគិតរកឧបាយកលឃើញដូច្នោះហើយសីហៈក៏ចូលទៅក្នុងស្រុកធ្វើសេចក្តីស្និទ្ធស្នាលជាមួយនឹងឆ្មាមួយឈ្មោះថាតធិករណៈលបួងលួងលោមឆ្មានោះយកមកដោយថ្នាក់ថ្នមរកចំណីសុទ្ធតែសាច់មកឲ្យជាអាហារចិញ្ចឹមទុកនៅក្នុងញោកភ្នំជាមួយនឹងខ្លួនលំដាប់នោះរីកណ្ដុរកាលឃើញឆ្មាមកនៅជាមួយសីហៈដូច្នោះហើយមិនហ៊ានចេញពីប្រងខ្លួនសោះតាំងពីកាលនោះមកសីហៈមានកេសរៈលូតលាស់ល្អដូចប្រក្រតីដើមឡើងវិញហើយដេកលក់ស្កប់ស្កល់ជាសុខសប្បាយរៀងមកកាលណាបើសីហៈឮសំឡេងកណ្ដុរច្រើនរឿយកាលនោះទើបសីហៈខ្នះខ្នែងរកចំណីអាហារសុទ្ធតែសាច់ល្អយកមកបំពន់ឆ្មានោះយ៉ាងច្រើនដល់មកថ្ងៃមួយកណ្ដុរមានសេចក្តីស្រេកឃ្លានខ្លាំងពេកទ្រាំមិនបានចេញមកខាងក្រៅត្រូវឆ្មានោះខំសម្លាប់ចោលបង់មកសៀតទៅតមកដរាបណាសីហៈមិនបានប្រទះឃើញកណ្ដុរអស់កាលយូរមិនដែលឮសំឡេងកណ្ដុរនោះសោះដរាបនោះសីហៈមិនសូវត្រូវការប្រើឆ្មាមិនរវល់អើពើនឹកនានឹងឲ្យចំណីអាហារឆ្មាឡើយឯឆ្មាតធិករណៈកាលមិនមានអាហារគ្រប់គ្រាន់ក៏ស្គាំងស្គមថមថយកម្លាំងបន្តិចម្ដងដរាបដល់បញ្ចថ្វ័នទៅហោងគឺសេចក្តីស្លាប់ហេតុនោះហើយបានជាខ្ញុំចចតមនកៈនិយាយថាក្នុងកាលណាក៏ដោយដូច្នេះជាដើមលំដាប់នោះចចតមនកៈនិយាយនឹងចចករដកៈទាំងពីរដើរចូលទៅរកគោសញ្ជីវកៈលុះទៅចិត្តហើយចចករដកៈអង្គុយប្រងើយនៅទៀបគល់ឈើមួយចចតមនកៈចូលទៅកាន់គោសញ្ជីវកៈហើយស្រែកកំហែងខ្លាំងថាដែរអាគោឧសភៈចង្រៃឯងមកពីណាមិនដឹងទេឬអ្វីព្រៃនេះស្ដេចម្ចាស់អញឈ្មោះថាបឹងកលកៈឲ្យអញថែរក្សាឥឡូវនេះលោកសេនាបតីករដកៈបង្គាប់អញឲ្យមកប្រាប់ថាឯងចូលទៅរកលោកឆាប់បើឯងមិនព្រមចូលទៅទេចូលជៀសចេញពីព្រៃនេះឲ្យឆ្ងាយទៅបើឯងរឹងទៅតឹងមិនព្រមស្ដាប់នឹងត្រូវទោសកំហុសដល់ក្តីស្លាប់មិនខានឯងមិនដែលឮទេឬអ្វីម្ចាស់យើងបើក្រោតខឹងហើយនឹងប្រើវិធីក្តៅក្រហាយណាស់គោសញ្ជីវកៈស្ដាប់
ពាក្យចចតមេនកៈហើយក៏ចូលទៅរកសេនាបតីករដកៈនោះជាមួយចចតមេនកៈកិរិយាមិនធ្វើតាមអាជ្ញាព្រះនរេន្ទ្រកិរិយាមិនអើពើចំពោះព្រាហ្មណ៍និងកិរិយាដេកផ្សេងពីភរិយាទាំងអស់នេះឈ្មោះថាស្លាប់មិនបាច់ប្រហារដោយសត្រាវុធឡើយកោសញ្ជីវកៈមិនស្គាល់ទំនៀមប្រទេសដើរញញៈញញោចូលទៅចិត្តដោយភ័យខ្លាចក្រាបប្រណម្យសេនាបតីករដកៈដោយអះស្ដាងកបាតព្រោះថាប្រាជ្ញាប្រសើរខ្ពស់ជាកម្លាំងការអាប់អិតប្រាជ្ញានាំឲ្យធ្លាក់ខ្លួនថោកទាបដូចដំរីតែការពោលដូច្នេះដូចមកដំរីវាយស្គរឃោសនាឲ្យលន់លឺចិត្តត្រជាដំរីទេគិរិនុគោសញ្ជីវកាំងជំរាបសួរចចករដកៈដោយក្តីខ្លោបខ្លាចថាបបិទ្ធលោកសេនាបតីមេត្តាប្រោសប្រាប់ខ្ញុំបាទតើខ្ញុំបាទមានទោសខុសអ្វីត្រូវធ្វើដូចម្ដេចចចករដកៈប្រាប់ថាណែគោឧសភៈបើឯងចង់អាស្រ័យនៅក្នុងព្រៃនេះតទៅទៀតឯងត្រូវចូលទៅក្រាបប្រណម្យទេវបាទម្ចាស់យើងសុំនៅទីនេះទៅបានគោសញ្ជីវកៈអង្វរថាបើលោករ៉ាប់រងធានាការពារខ្ញុំមិនឲ្យមានភ័យទៅខ្ញុំបាទទៅចចករដកៈឆ្លើយប្រាប់ថាយីអាចង្រៃពលិភ័តមិនដេចឯងមិនជឿអញមិនអីទេកុំផិតភ័យខ្លាចអ្វីព្រោះថាព្រះកេសវៈមិនបានពោលពាក្យតបកាលបរិជានៃប្រទេសជេតិទ្រង់ដាក់បណ្ដាសាសីហកេសរីរមែងបញ្ចេញសីហនាតតនឹងអសនីបាតតែមិនដែលឆ្លើយតបសំឡេងចចកឡើយព្រះពាយមិនរំលើងឫសគល់ស្មៅទាំងឡាយដែលទៀបហើយទុនតោអោនក្រាបស្រពាបទៅតាមទិសសពកាលតែរមែងរំលើងឫសគល់ដើមឈើធំខ្ពស់ឬអ្នកធំហៅហ៊ានរមែងបំបាក់បំបបចំពោះអ្នកធំហៅហ៊ានដូចគ្នាកាលនោះចចកទាំងពីរបណ្ដាគោសញ្ជីវកៈទៅបង្កប់គោឲ្យឈរនៅខាងក្រៅក្នុងទីមួយមិនឆ្ងាយប៉ុន្មានទើបចូលទៅកាន់សំណាក់បឹងកលកៈក្រាបថ្វាយបង្គំហើយអង្គុយក្នុងទីសមគួរបឹងកលកៈក្រឡេកឃើញចចកទាំងពីរនោះមកដល់ត្រេកអររីករាយណាស់ទទួលរយៈដោយអាការៈគួរសមក្រៃលែងហើយសួរទៅភ្លាមថាម៉េចទៅឯងឃើញអាសត្វនោះឬទេចចតមេនកៈជំរាបថាបបិទ្ធព្រះទេវបាទអាសត្វចង្រៃនោះយើងខ្ញុំឃើញហើយសត្វនោះស្លូតបូតទេតែធាត់ធំមាំមួនមានកម្លាំងខ្លាំងក្លាណាស់ដោយលោកម្ចាស់ឆ្វេងយល់ប្រកាសឥឡូវនេះវាចង់ចូលមកក្រាបបង្គំគាល់ផ្ទាល់ខ្លួនសូមលោកម្ចាស់រៀបចំរងចាំទទួលសពបើឮសំឡេងខ្លាំងប៉ុណ្ណោះលោកម្ចាស់ពុំគួរគប្បីភ័យខ្លាចទេព្រោះថាសពបើឮសំឡេងខ្លាំងបើមិនទាន់ដឹងហេតុការណ៍នៃសំឡេងនោះទេបុគ្គលមិនគួរគប្បីភ័យខ្លាចឡើយស្ត្រីមេអណ្ដើកម្នាក់គ្រាន់តែដឹងច្បាស់នៅហេតុនៃសំឡេងប៉ុណ្ណោះបានទៅជាស្ត្រីដែលគេគួរគោរពបឹងកលកៈសួរថារឿងនោះតើដូចម្ដេចចចតមេនកៈរៀបរាប់រឿងនោះថាកថាទី5រឿងស្ត្រីពេស្យានិងគង
នៅកណ្ដាលភ្នំស្រីបរិព័ទ្ធមាននគរមួយឈ្មោះថាព្រំបូរៈអ្នកផងទាំងពួងតែងឮជនប្រវាទថានៅលើកំពូលភ្នំនោះមានអរិយមួយឈ្មោះថាខណ្ឌាករណៈអាស្រ័យនៅថ្ងៃមួយមានចៅម្នាក់ចូលមកលួបលួចយកគងអ្នកស្រុកបានមួយហើយរត់គេចវេះភៀសខ្លួនចូលទៅពួនក្នុងព្រៃភ្នំប្រទះនឹងខ្លាមួយត្រូវខ្លានោះសង្គ្រប់ចាប់ហែកជញ្ជែងស៊ីដល់ក្តីមរណៈទៅឯគងនោះបានទៅក្នុងកណ្ដាប់ដៃស្វាទាំងឡាយពួកពាណូបានគងហើយវាពៀតលោតលេងលាន់លឺម៉ោងម៉ាងបព្រៃរំពងទៅរឿយឯចៅលួចគងនោះអ្នកស្រុកបានដឹងឮប្រកាសថាខ្លាខំហែកស៊ីស្លាប់អស់ទៅហើយក៏នឹកឆ្ងល់គ្រប់គ្នាថាហេតុដូចម្ដេចក៏នៅតែឮសូរសំឡេងគងម៉ោងម៉ាងរឿយដូច្នោះទៀតដោយការមិនដឹងហេតុនៃសំឡេងគងនោះប្រជាជនផិតភ័យខ្លាចនឹកស្មានតែផ្ដេសតែផ្ដាស់ថាប្រហែលជាអរៈកំណាចចង្រៃចាប់មនុស្សស៊ីជាអាហារហើយវាយពៀតគងលេងក៏បបួលគ្នារត់ចេញពីក្នុងក្រុងអស់រលីងកាលនោះមានស្ត្រីពេស្យាម្នាក់ឈ្មោះថានាងការ៉ាឡាខំត្រេះរិះពិចារណារាវរកហេតុនៃសំឡេងគងដ៏ចម្លែកនោះរហូតទាល់តែដឹងហេតុប្រកាសថាពួកពាណូបានគងនោះពីចៅដែលខ្លាខំស៊ីយកទៅវាយពៀតលោតលេងជាល្បែងនាងការ៉ាឡាក៏ចូលទៅក្រាបបង្គំគាល់ព្រះនរោបតីយកសេចក្តីថ្វាយព្រះយោបល់ថាទេវៈបើទ្រង់ប្រការណាប្រទានរង្វាន់ខាន់ខៅច្រើនដល់នាងខ្ញុំម្ចាស់ធានានឹងទៅសម្លាប់អរៈខណ្ឌាករណៈឲ្យបានព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យនាងពិតទូលហើយមានប្រតិយរីករាយសប្បាយណាស់ប្រទានទ្រព្យសម្បត្តិតាមនាងត្រូវការនាងពេស្យាចាត់ចែងមណ្ឌលពិធីបួងសួងគោរពចំពោះព្រះកណេសនិងទេវតាទាំងឡាយហើយទើបយកផ្លែឈើទាំងឡាយដែលស្វាតែងចូលចិត្តចូលទៅក្នុងព្រៃចោលផ្លែឈើនោះរត់រាយរដោករណែលលើផែនដីកាលនោះរីបងពាណូទាំងឡាយកាលក្រឡេកឃើញផ្លែឈើក៏ចោលគងពីដៃស្ទុះទៅរើសយកនាងពេស្យារើសយកគងបានហើយត្រឡប់ចូលមកក្រុងវិញបានជាទីគោរពសក្ការៈបូជានៃប្រជាជនទាំងមូលតាំងពីកាលនោះមកហេតុនោះទើបបានជាខ្ញុំចចតមនកੰជំរាបថាសពបើឮសំឡេងខ្លាំងដូច្នេះជាដើមលំដាប់នោះចចទាំងពីរនាំគោសញ្ជីវកៈមកប្រគល់ឲ្យបឹងកលិកៈក្នុងកាលតមកមិនយូរប៉ុន្មានគោសញ្ជីវកៈនិងបឹងកលកੰរាប់អានគ្នាទៅវិញទៅមកជាមិត្តស្និទ្ធស្នេហាយ៉ាងជិតរហូតអស់កាលដ៏យូរថ្ងៃមួយមានសីហៈមួយទៀតឈ្មោះថាស្តាប់ករណៈត្រូវជាបងបង្កើតនៃបឹងកលកៈមកជួបលេងសប្បាយបឹងកលកੰមានភារៈត្រូវទទួលភ្ញៀវរៀបដំណើរចរចេញទៅព្រៃដើម្បីស្វែងរកចាប់មរឹកមកធ្វើជាចំណីអាហារលៀងភ្ញៀវក្នុងលំដាប់នោះឯងគោសញ្ជីវកੰសួរទៅថាទេវៈថ្ងៃនេះយើងមានសាច់មរឹកស្លាប់មកពីណាបឹងកលកੰឆ្លើយថាចចករដកៈនិងតមនកੰដឹងរឿងហើយគោសញ្ជីវកੰនិយាយថាត្រូវតែមើលឲ្យដឹងថាសាច់នោះនៅមានសល់ឬមួយក៏អស់រលីងហើយ
ពឹងកលកាំងពិនិត្យរួចហើយឆ្លើយប្រាប់មកវិញថាសាច់នោះគេស៊ីអស់រលីងហើយកោសញ្ជីវកាំងពោលឡើងទៀតថាក្រាបទូលចចទាំងពីរនេះម្ដេចក៏ហ៊ានស៊ីសាច់ទាំងដុលអស់រលីងណោពឹងកលកាំងនិយាយបន្តថាគេស៊ីខ្លួនគេខ្លះផងចែកឲ្យទៅអ្នកដតីខ្លះផងខ្ជះជាយចោលខ្លះផងទៅណាគេធ្វើតែយ៉ាងនឹងឯងរាល់តែថ្ងៃគោសញ្ជីវកាំងពោលថាដោយម្ដេចក៏ហ៊ានធ្វើតាមទំនើងចិត្តខ្លួនឯងដោយមិនបានទទួលសេចក្តីអនុញ្ញាតពីលោកទេវបាទសោះពឹងកលកាំងនិយាយទៅទៀតថាគេធ្វើយ៉ាងនេះឯងឥតកោតក្រែងរឯងចិត្តយើងទេកាលនោះកោសញ្ជីវកាំងនិយាយថាធ្វើដូច្នេះមិនគួរសមសោះឡើយព្រោះថាសេវកាមាត្របើមិនទាន់ប្រាប់ម្ចាស់ឲ្យដឹងមុនមិនត្រូវធ្វើអ្វីតាមទំនើងចិត្តខ្លួនឡើយលើកលែងតែកិច្ចការដែលត្រូវការពារម្ចាស់អាម៉ានគួរមានលក្ខណៈប្រៀបដូចក្អមតាបោះឫស្សីវេលាចាក់ចេញតិចវេលាដងបានច្រើនបបិទ្ធព្រះនរោបតីអ្នកពោលថាធ្វើអ្វីកើតមួយខណៈជាមនុស្សល្ងងខ្លៅធ្វើអ្វីកើតមានប្រាក់បន្តិចជាមនុស្សក្រីក្រនរជនណាក៏ពូនទ្រព្យសម្បត្តិសូម្បីមួយកាកណិកៈសម្រាប់ព្រះរាជាគ្រប់កាលនរជននោះទៅជាអាមាត្យពិតមែនព្រោះឃ្លាំងជាជីវិតនៃស្ដេចជីវិតគឺការរស់នៅមិនមែនជាជីវិតនៃស្ដេចទេបរោះខ្សត់ទ្រព្យបើទុកជាប្រព្រឹត្តតាមគន្លងធរនៃត្រកូលក៏មិនជាទីសែបគប់នៃជនដតីទេសូម្បីប្រពន្ធខ្លួនក៏លះបង់ខ្លួនចោលដែរចាំបាច់និយាយថ្មីដល់ជនដតីអំពើទៅនេះជាប្រធានសេចក្តីអន្តរាយនៃរាជសម្បត្តិការចាយវាយហួសប្រមាណការពិនិត្យត្រួតត្រាមិនដិតដល់ការបានទ្រព្យខុសកន្លងធរនិងការចាយខ្ជះខ្ជាយនៃអ្នកនៅឋានឆ្ងាយទាំងអស់នេះលោកពោលថាការវិនាសនៃឃ្លាំងបុគ្គលមិនពិចារណាមើលទ្រព្យដែលត្រូវរកបានចាយវាយរផាត់រទាំងតាមអំពើចិត្តខ្លួនសូម្បីអ្នកមានទ្រព្យដូចព្រះសៃស្រវ័នក៏មិនយូរប៉ុន្មានគង់នឹងដល់នៅការអន្តរធានរលីងមិនខានសីហាស្ដាប់បករណៈពោលឡើងថាណែប្អូនពឹងកលកៈអើយស្ដាប់ខ្ញុំនិយាយសិនចចតមនកៈនិងករដកៈទាំងពីរនេះអាស្រ័យនៅជាមួយប្អូនមកអស់កាលយូរហើយជាសេនាបតីកាន់កាប់កិច្ចការរក្សាសន្តិភាពនិងធ្វើសង្គ្រាមចម្បាំងតតាំងសត្រូវប្អូនមិនត្រូវយកទៅប្រើប្រាស់ឲ្យកាន់អថាធិការឃ្លាំងទេមួយទៀតខ្ញុំសូមរៀបរាប់ពីការចាត់ចែងអាមាត្យឲ្យធ្វើការតាមដែលខ្ញុំបានដឹងបានឮមកដោយសេចក្តីតទៅនេះព្រាហ្មណ៍អ្នកចម្បាំងនិងផៅពងមិនគួរលើកឲ្យធ្វើក្នុងការឃ្លាំងទេព្រោះព្រាហ្មណ៍សូម្បីមានសិទ្ធិត្រូវឲ្យក៏មិនព្រមបើកទ្រព្យឲ្យបើទុកជាឲ្យក៏ឲ្យដោយពិបាកណាស់អ្នកចម្បាំងកាន់ការឃ្លាំងទ្រព្យទៀងណាស់តែនឹងកាន់ក្របីសម្ដែងរិទ្ធបើឲ្យផៅពងកាន់វិញគេគិតតែពីកាញ់យកទ្រព្យសម្បត្តិអស់ដោយអះអាងថាខ្លួនគេជាញាតិខ្ញុំបំរើចាស់សូម្បីធ្វើការផ្្លាត់ខុសក៏មិនក្រែងរឯងចិត្តម្ចាស់គេតែងមើលងាយម្ចាស់ធ្វើការងារអ្វីតាមអំពើចិត្តបុគ្គលកាលស្ថិតនៅក្នុងតំណែងតាំងចិត្តធ្វើការជាឧបការៈមិនសម្គាល់ថាខ្លួនធ្វើការខុសទេ
តែងយកឧបការៈជាទង់ជ័យបាំងមុខហើយនឹងធ្វើការបំផ្លាញប្រទេសទាំងមូលអាមាត្យជាអ្នកធ្លាប់លេងល្បែងជាមួយស្ដេចទៀងណាស់តែទៀងណាស់តែតាំងខ្លួនធ្វើរឹកជាស្ដេចមើលងាយស្ដេចគ្រប់កាលទាំងពួងព្រោះការធ្លាប់ស្និទ្ធអាមាត្យប្រទូសដោយផ្លូវកំបាំងចេះធ្វើអត់ធន់ណាស់ហើយមិនធ្វើការងារអ្វីសពចម្ពោះជាប្រយោជន៍សោះក្នុងរឿងនេះព្រះភូបតីអាចយកអាមាត្យឈ្មោះសកណីនិងអាមាត្យឈ្មោះសកដាជាអ្នកប្រទូសមកជាឧទាហរណ៍ក៏បានគ្រប់កាលទាំងពួងអាមាត្យទាំងអស់ដែលនឹងត្រូវតែងតាំងមិនគួរឲ្យបរិបូរដោយទ្រព្យទេអ្នកប្រាជ្ញទាំងឡាយប្រាប់ឧបទេសថារិទ្ធិគឺការមានទ្រព្យច្រើនអាចផ្លាស់ប្ដូរចិត្តមនុស្សឲ្យទៅជាផ្សេងបានលួចយកទ្រព្យសម្បត្តិដែលបានមកប្រវាញ់បំបត្តិទ្រព្យបណ្ដោយតាមចិត្តម្ចាស់ប្រងើយកន្តើយភាពជាបុគ្គលឥតវិចារភ្លើតភ្លើនសប្បាយទាំងអស់នេះជាគ្រឿងប្រទូសនៃអាមាត្យប្រើមធ្យោបាយដកយុស័កត្រួតត្រាមើលជានិច្ចប្រទានឲ្យឡើងនាទីផ្លាស់ចេញពីនាទីនេះជាប្រសាសន៍វិធីនៃស្ដេចដែលត្រូវធ្វើចំពោះអាមាត្យដោយច្រើនអាមាត្យកាន់អំណាចបើគេសង្កត់រដ្ឋបិទទៅធ្វើឲ្យចម្រើនព្រះរាជទ្រព្យនៃម្ចាស់ផែនដីប្រៀបដូចបោសកាចបើគេច្របាច់ទៅខ្ពុលខ្ទុះចេញអាមាត្យកាន់ឃ្លាំងប្រាក់ព្រះរាជាគួរសង្កត់សង្កិនឲ្យរឿយសំពត់សម្រាប់ងូតទឹកបើគេពូតអស់វរៈតែម្ដងនឹងសម្រក់ទឹកចេញភ្លាមមិនមែនឬបុគ្គលកាលបានដឹងច្បាស់នៅហេតុការដូច្នេះសពគ្រប់ហើយគប្បីចាត់ចែងការងារឲ្យមានរបៀបរៀបរយតទៅតាន់មានឱកាសល្អបង្គកលកੰនិយាយសម្របថាមានហេតុការពិតដូច្នោះមែនហើយតែធ្វើម្ដេចណោអាមាត្យមនកៈនិងករដកៈទាំងពីរនេះមិនធ្វើតាមពាក្យបង្គាប់យើងសោះស្ដាប់ករណៈនិយាយទៀតថាបើដូច្នោះប្អូនមិនត្រូវបណ្ដោយឲ្យខូចខាតការនេះទៅទៀតទេព្រោះថាព្រះរាជាមិនត្រូវអត់ទោសសោះសូម្បីព្រះរាជបុត្រដែលធ្វើឲ្យខូចព្រះរាជអាជ្ញាបើមិនដូច្នោះទេមានសេចក្តីប្លែកគ្នាដូចម្ដេចខ្លះណោរវាងព្រះរាជានិងព្រះរាជារូបគំនូមនុស្សរឹងរូសវិនាសយោះមនុស្សមានចិត្តមិនស្មើគ្នាបាត់មិត្តភាពមនុស្សវិកលឥន្ទ្រីមិនមានត្រកូលមនុស្សល្មមមិនមានធម៌មនុស្សធ្វើសេចក្តីអន្តរាយខាតផលវិជ្ជាមនុស្សកំណាញ់វិនាសសេចក្តីសុខឯព្រះនរោបតីមានតែអាមាត្យឡែបឡបស្រវឹងលៀបយុះវិនិច្ឆ័យរាជមែនពិតព្រះរាជាដូចបិតាត្រូវរក្សាការពារប្រជាក៏ឲ្យផុតភយន្តរាយដែលកើតអំពីចៅពីអាមាត្យមុខមន្ត្រីពីសត្រូវក្រៅប្រទេសពីបរិវារចំណិតប្រសង់និងសេចក្តីលោភលន់របស់ព្រះអង្គឯងណែប្អូនអើយចូលប្អូនធ្វើតាមពាក្យដាស់តឿនបងគួរយើងរៀបចាត់ចែងរបៀបឲ្យរៀបរយតាំងពីពេលនេះតទៅគោសញ្ជីវកៈនេះស៊ីស្មៅសន្ទូងជាចំណីអាហារគួរប្រគល់ការឲ្យធ្វើជាមេឃ្លាំងព្រោះរាជទ្រព្យនឹងចាត់ចែងខាងស្បៀងកាលបង្គកលកៈបានចាត់ចែងតាមពាក្យដាស់តឿនស្ដាប់ករណៈដូច្នេះហើយសត្វទាំងពីរគឺបង្គកលកៈនិងគោសញ្ជីវកៈលះបង់ផៅពងញាតសន្តានព្រមទាំងសេវកាមាត្យចោល
មិនសូវនឹកនាដោយកាលដើមទេហើយញ៉ាំងកាលឲ្យប្រព្រឹត្តកន្លងទៅដោយសេចក្តីស្នេហាដ៏ក្រៃលែងចំពោះគ្នាតែពីរនាក់លំដាប់តមកចចតមេនកៈនិងករដកៈព្រមមួយអន្លើដោយពួកសេវកាមាត្រឃើញម្ចាស់មិនរវល់នឹកនាឲ្យចំណីអាហារគ្រប់គ្រាន់នឹងបរិភោគដូច្នេះចេះតែខ្សឹបខ្សៀវគ្នាទៅវិញទៅមកកាលនោះចចតមេនកៈនិយាយនឹងចចករដកៈថាណែសម្លាញ់យើងគិតធ្វើដូចម្ដេចណោះនេះជាកំហុសយើងធ្វើឲ្យខុសខ្លួនឯងយើងមកយំសោកក្តៅក្រហាយស្ដាយក្រោយធ្វើដូច្នេះមិនល្អមើលទេព្រោះថាមនុស្ស3នាក់ត្រូវទទួលទុក្ខលំបាកព្រោះទោសកំហុសខ្លួនឯងគឺរូបខ្ញុំព្រោះទៅពាល់រូបគំនូនាងស្វណ្ណរេខានាងមេអណ្ដើកព្រមឲ្យគេចងខ្លួនឯងជំនួសនឹងពាណិជ្ជព្រោះការលួចយកកែវមณีចចករដកៈសួរថាចុះរឿងនោះតើដូចម្ដេចចចតមេនកៈនិយាយរឿងនោះប្រាប់ដូចតទៅនេះថាកថាទី6រឿងបរិពាជុកន្ទបកេតប្រកបរឿងគោបាលប្តីប្រពន្ធអ្នកកាត់សក់ប្តីប្រពន្ធព្រមទាំងរឿងពាណិជ្ជខាតទ្រព្យមានព្រះរាជាមួយព្រះអង្គទ្រង់ប្រណិមថាវីរៈវិក្រមៈសោយរាជសម្បត្តិនៅក្នុងក្រុងឈ្មោះថាកាញចនបុរៈថ្ងៃមួយចៅក្រមកាត់ទោសឲ្យអ្នកកាត់សក់ម្នាក់ដល់ប្រហារជីវិតបង្កប់ឲ្យនាយពេជ្ជឃាតនាំយកទៅសម្លាប់កាលពេជ្ជឃាតបណ្ដើរអ្នកកាត់សក់ទៅកាន់ទីមនុស្សឃាតបានជួយប្រពាជុម្នាក់ឈ្មោះថាកន្តៈបរកេតុកន្តៈបរកេតនិងពាណិជ្ជម្នាក់ទៀតកន្តៈបរកេតខាត់ពេជ្ជឃាតថាណែពេជ្ជឃាតអ្នកកាត់សក់នេះមិនត្រូវគេសម្លាប់ទេថាហើយចាប់ជាយសម្ពុតអ្នកកាត់សក់ជាប់ទាញមិនព្រមឲ្យយកទៅសម្លាប់រាជាបរោះជាពេជ្ជឃាតសួរថាហេតុអ្វីក៏មិនត្រូវសម្លាប់មនុស្សទោសនេះកន្តៈបរកេតឆ្លើយប្រាប់ថាយើងអានថាកន្ទប់រកេតុក៏បានអានថាកន្តៈបរកេតក៏បានបងប្អូនណាកន្តៈបរកេតពីព្រោះពាក្យនេះជាភាសាដែលកម្លាយមកជាពីភាសាសំស្ក្រឹតអញ្ចឹងយើងរៀងពិបាកអានឲ្យត្រូវតាមសំនៀងណាបាទដោយសារវាតើតអ្នកចេះភាសាសំស្ក្រឹតហ្នឹងមិនអានទៅត្រូវខ្ញុំមិនចេះដែរភាសាសំស្ក្រឹតអញ្ចឹងអាននេះអានគ្រាន់តែឲ្យបងប្អូនអាចស្ដាប់បានតែប៉ុណ្្នឹងឯងពាក្យខ្លះបាទរឿងត្រូវមិនត្រូវអីសូមខន្តីអភ័យទោសផងបងប្អូនអញ្ចឹងខ្ញុំសូមអានពាក្យហ្នឹងថាកន្តៈបរកេតកន្តៈបរកេតឆ្លើយប្រាប់ថាសូមអ្នកទាំងអស់ចាំស្ដាប់រូបខ្ញុំនេះបានពាល់រូបនាងស្វណ្ណរខេខាស្វណ្ណរេខានេះក៏ជាពាក្យសំស្ក្រឹតដែរណាបងប្អូនបានពាល់រូបនាងស្វណ្ណរេខាបានជាធ្លាក់ខ្លួនមកកាន់សភាពដូចនេះរាជាបរោះទាំងឡាយបានស្ដាប់ហើយងឿងឆ្ងល់ណាស់ទើបសួរទៅថាចុះរឿងនោះតើដូចម្ដេចព្រះពាជុកន្តៈបរកេតចាប់ផ្ដើមនិយាយរឿងខ្លួននោះឲ្យស្ដាប់ដោយសេចក្តីតទៅនេះថាខ្លួនខ្ញុំនេះឈ្មោះកន្តៈបរកេតជាបុត្រព្រះរាជាមួយព្រះអង្គទ្រង់ប្រណិមថាជីមោតកេតនៅសីហលទ្វីប
ថ្ងៃមួយខ្ញុំចូលទៅលេងកំសាន្តសប្បាយក្នុងសួនឧទ្យានបានជួបពាណិជ្ជម្នាក់ជាអ្នកធ្លាប់ដើរសំពៅសមុទ្រគាត់បាននិយាយប្រាប់ខ្ញុំថានៅនាកណ្ដាលសមុទ្រតែដល់ថ្ងៃ14កើតហើយតែងមានផុសកលព្រឹកមួយដើមនៅទៀបគល់កលព្រឹកនោះខ្ញុំឃើញនាងកញ្ញាម្នាក់មានរូបឆោមលោមពណ៌ល្អអនេកដូចនាងលក្ស្មីប្រដាប់តាក់តែងស្អិតស្អាងកាយដោយគ្រឿងអលង្ការគ្រប់ប្រការអង្គុយលើទេនសយនាជាវិការៈនៃមាសភ្លឺប្រុសឆ្លុះឆ្វៀលច្រវ៉ាត់ដោយរតនវត្ថុដ៏មានតម្លៃដៃដេញពិនលេងកំសាន្តសប្បាយឬសូពីរោះក្រៃលេងលំដាប់នោះខ្ញុំសូមឲ្យពាណិជ្ជធ្វើជាអ្នកនាំហើយបបួលគ្នាឡើងជិះសំពៅលើកយុទ្ធការបើកយាត្រាចរចេញទៅកាន់ទីនោះកាលទៅដល់ខ្ញុំបានឃើញនាងកញ្ញាអង្គុយលើទេនសយនាដ៏ល្អនោះមែនតែពេលនោះទេនសយនាលិចពាក់កណ្ដាលទៅក្នុងទឹកហើយតទៅនាងកញ្ញានោះក៏លិចបាត់ទៅក្នុងទឹកព្រមមួយអន្លើដោយស្រីជាបរិវារនៅចំពោះមុខខ្ញុំថែមទៀតផងដោយសេចក្តីដែលពាណិជ្ជបានប្រាប់ខ្ញុំសពគ្រប់មែនកាលនោះឯងខ្ញុំក៏ជាប់ចិត្តស្និទ្ធស្នេហាចំពោះរូបសោភានាងកញ្ញានោះខ្លាំងណាស់ទាល់តែអត់ទ្រាំមិនបានក៏លោតផ្លុងចុះទៅក្នុងទឹកមុជទៅតាមភ្លាមខ្ញុំបានទៅដល់កណៈកបុរីស្រីនគរមាសបានឃើញនាងកញ្ញានោះអង្គុយលើទេនដដែលក្នុងសវណ្ណប្រាសាទមាននាងវិជាធេរីទាំងឡាយកំពុងចោមរោមគល់ថ្វាយនាងកញ្ញានោះមើលមកខ្ញុំពីចម្ងាយក៏ប្រើនាងវិជាធេរីម្នាក់ជាចំណិតឲ្យមកអញ្ជើញខ្ញុំនាងបំរើនេះនិយាយប្រាប់ខ្ញុំដោយក្តីរាក់ទាក់ដល់ក្រៃលែងខ្ញុំសាកសួរនាងបំរើនោះនាងបំរើនិយាយប្រាប់មកខ្ញុំវិញថានាងកញ្ញានេះព្រះនាមនាងរតមញ្ជរីជាព្រះរាជបុត្រីនៃព្រះបាទចក្រពត្តិធិរាជចក្រពត្រាធិរាជនៃពួកវត្យាធរទាំងឡាយទ្រង់ព្រះនាមថាទ្រង់ព្រះនាមកន្តៈបរកេសីកេលីទ្រង់ព្រះនាមកន្តៈបរកេលីព្រះនាងបានបដិញ្ញាទុកថាអ្នកណាបានមកដល់ឃើញក្រុងកណៈកបុរីនេះដោយភ្នែកខ្លួនឯងសូមបីព្រះវរបិតានាងមិនជ្រាបព្រះនាងក៏ទទួលយកអ្នកនោះធ្វើជាស្វាមីបើដូច្នោះចូលអ្នករៀបចំមង្គលការនឹងនាងកញ្ញានេះដោយគៀនធៈវិវាហៈក្នុងកាលឥឡូវនេះទៅកាលនោះឯងខ្ញុំក៏រៀបចំធ្វើមង្គលការគៀនធៈវិវាហៈនឹងនាងកញ្ញានោះហើយនៅជាសុខក្សេមក្សានមនោរម្យសំតាមសេចក្តីប្រាថ្នាអស់កាលដ៏យូរថ្ងៃមួយនាងរតមញ្ជរីជាភរិយាហាមប្រាមខ្ញុំដោយសេចក្តីស្រឡាញ់ថាស្វាមីអ្នកបងចូលប្រើប្រាស់គ្រឿងឧបភោគបរិភោគដែលមាននៅក្នុងប្រាសាទទាំងអស់នេះតាមសេចក្តីប្រាថ្នាចុះកុំកោតញញើតឡើយតែរូបគំនូនាងវិជាធរីឈ្មោះស្វណ្ណររេខាស្វណ្ណររេខាមួយនេះក្នុងកាលណាក៏ដោយអ្នកបងកំពាល់ឲ្យសោះក្នុងការជាខាងក្រោយមកដោយសេចក្តីចំណងដ៏ខ្លាំងក្រៃលែងអត់ទ្រាំមិនបានខ្ញុំក៏យកដៃទៅពាល់សដន់នាងស្វណ្ណររេខារូបគំនូនោះដកដៃស្ទើរតែមិនទាន់ទាំងផុតផង
រូបគំនូនាងស្វន់ររេខានោះយកជើងមកធាក់ខ្ញុំមួយជើងប៉ុងប៉ើងធ្លាក់មកដល់ស្រុកកំណើតខ្លួនវិញមួយរំពេចខ្ញុំកើតទុកព្រួយក្តៅក្រហាយស្ដាយក្រោយតប់ប្រមល់ទល់ពធោមិនដឹងធ្វើដូចម្ដេចក៏រត់មកសួរក៏រត់មកបួសជាបរិពាជក់ចេះតែដើរត្រាច់រង្គត់លើផែនពោះសធាវិលទៅវិលមកហើយដើររហូតមកដល់នគរនេះឯងលុះប្រតិណកដល់បចចូលកាន់សន្តិយារាត្រីខ្ញុំក៏ចូលទៅកាន់ផ្ទះគោបាលដែលនៅជិតទីឋាននេះសូមជ្រកកោនអាស្រ័យនៅសម្រាប់កម្លាំងគោបាលបានទទួលឲ្យខ្ញុំពឹងពាក់អាស្រ័យក្នុងទីមួយកន្លែងនៅផ្ទះគាត់បាននិយាយប្រាប់ភរិយាគាត់ថាឲ្យមើលថែរក្សាខ្ញុំដោយល្អផងចាំតម្រាំដល់គាត់ត្រឡប់មកវិញគោបាលផ្ដាំទុកដាក់ខ្ញុំនិងភរិយារួចហើយគាត់ដើរចេញទៅក្រៅបាត់ក្នុងពេលដែលគោបាលជាប្តីចេញផុតបាត់ទៅភរិយាគាត់ប្រព្រឹត្តខុសគន្លងប្រវេណីស្ត្រីភាពធ្វើការតាក់ទងជាមួយស្ត្រីបេស្យាជាមេអណ្ដើកម្នាក់ជាភរិយាអ្នកកាត់សក់លុះគោបាលត្រឡប់មកដល់ផ្ទះគាត់ឃើញភរិយាគាត់កំពុងនិយាយចរចាជាមួយស្ត្រីបេស្យានោះឯភរិយាគោបាលកាលឃើញគោបាលជាប្តីត្រឡប់មកដល់វិញរត់ចូលទៅក្នុងផ្ទះភ្លាមហើយធ្វើជារៀបចំតាក់តែងក្រេពូខ្នល់ខ្នើយសម្រាប់ទទួលទានដំណេកគោបាលជាប្តីចាប់ភរិយាកាលកណីនោះមកវាយច្រើនខ្វាប់ហើយយកទៅចងភ្ជាប់នឹងសសរទ្រូងផ្ទះរួចគាត់ក៏ចូលទៅសំងំដេកលក់ទៅពេលរំលងអត្រានស្ត្រីបេស្យាមេអណ្ដើកនោះវិលត្រឡប់មកជួបប្រពន្ធគោបាលវិញហើយនិយាយថាមរៈអើយសហាយជាទីស្រឡាញ់ម្នាក់កើតទុកក្តៅក្រហល់ក្រហាយរលរាលខ្លាំងណាស់ដូចភ្លើងឆេះដេកមិនលក់បក់មិនលហើយទេព្រោះមិនបានជួបឃើញមុខមរៈថ្ងៃនេះឥឡូវនេះត្រូវសប្រកាមទេពសន្លិនដូចសន្លប់សន្លិនដូចរកកលស្លាប់ទៅហើយព្រោះថាកាលបើព្រះច័ន្ទរះឡើងក្រឡង់កំចាត់បងអាប់ងងឹតសូនសុងចោលពន្លឺភ្លឺថ្លាត្រជាក់ស្រឡែតក្នុងរាត្រីកាលហើយព្រះកាមទេពតែងបាញ់សទៅចំចិត្តកំឡោះដែលខ្លួនបានឃើញខ្ញុំបានឃើញសហាយនាងកើតទុកព្រួយជ្រុលកើតទុកព្រួយជ្រុបសញ្ជប់សញ្ជឹងមានប្រការដូច្នេះទើបបានជាខ្ញុំវិលត្រឡប់មកប្រាប់មរៈវិញបើដូច្នេះដើម្បីឲ្យមរៈបានទៅជួបមុខខ្ញុំគិតថាយកខ្លួនខ្ញុំទៅចងជំនួសមរៈបណ្ដាលសិនដើម្បីឲ្យមរៈទៅជួបប្រុសសម្លាញ់ក្នុងទីនោះលុះមរៈធ្វើឲ្យគ្នាសប្បាយចិត្តរួចស្រេចហើយសមរៈត្រឡប់មកវិញតែសូមមរៈកុំទៅយូរពេកការនាងទាំងពីរនិយាយគ្នាហើយធ្វើតាមពាក្យម៉ត់នោះគោបាលក៏ភ្ញាក់ពីដេកឡើងវិញហើយនៅតែក្តៅចិត្តងុំនៅឡើយទើបនិយាយបញ្ជោះបោះបោកទៅរកភរិយាថាចុះហេតុអ្វីពេលនេះពាក្យអសរោះបងប្អូនណាសំទោសផងចុះហេតុអ្វីពេលនេះមេសំផឹងឯងមិនក៏មិនទៅរកសហាយមីហងឯងទៀតទៅពេលនោះដរាបណាស្ត្រីបេស្យាមេអណ្ដើកដែលចងខ្លួនជំនួសភរិយាគោបាលមិនមាត់មិនកដូចម្ដេចសោះដរាបនោះគោបាលច្រឡោតខឹងរឹតតែខ្លាំងឡើងស្រែកជេរសន្ធាប់ថាយើមីចោលចង្រៃ
មីហងឯងប្រហើនណាមិនមិនចង់និយាយឆ្លើយតបនឹងអញផងប្រយ័ត្នអញអត់មិនបានតិចហាថាហើយក្រោតខឹងណាស់ស្ទុះតោកន្ត្រាក់យកកំបិតមកកាត់ចុងច្រមុះស្ត្រីនោះដាច់ធ្លាក់ដល់ដីកំបុតថ្លុយដល់ដីកំបុតថ្លុយកញ្ឆក់ច្រមុះទៅកាត់រួចហើយគោបាលក៏យកទៅសំងំដេកគោបាលក៏ចូលទៅសំងំដេកលក់ដូចដើមវិញទៅតមកមិនយូរប៉ុន្មានភរិយាគោបាលត្រឡប់មកដល់ផ្ទះវិញហើយសួរតនាងមេអណ្ដើកនោះថាម៉េចទៅមរៈមានការអ្វីថ្មីទៀតទេចុះហងមិនក៏មិនមើលមុខមេអណ្ដើកឆ្លើយដាច់ច្រមុះគ្នាកញ្ឆតទៅហើយថាសួរគ្នាថាមានការអ្វីថ្មីទៀតទេមុខច្រមុះកញ្ឆតនេះវាប្រាប់ស្រាប់ហើយចាំសួរធ្វើអ្វីភរិយាគោបាលផ្លាស់យកខ្លួនទៅចងវិញហើយឈរនៅប្រងើយដូចដើមឯស្ត្រីពេស្យាមេអណ្ដើកកាលគេស្រាយខ្លួនហើយលូកដៃរើសចុងច្រមុះមួយកំណាត់កាន់ដើរចេញទៅផ្ទះខ្លួនវិញលុះដល់ព្រឹកព្រៀងឡើងអ្នកកាត់សក់នៅក្រៅផ្ទះស្រែកហៅប្រពន្ធប្រើឲ្យយកស្រោមកំបិតព្រមទាំងកំបិតមកឲ្យផងឯនាងមេអណ្ដើកជាប្រពន្ធមិនឲ្យទាំងស្រោមកំបិតត្រឡប់ជាឲ្យតែកំបិតមកវិញអ្នកកាត់សក់ក្រោតខឹងឆេវកន្ត្រាក់កំបិតពីដៃភរិយាយកទៅចោលឬសូក្ដុងក្តាំងពេញទាំងផ្ទះភរិយាផិតភ័យស្លាំងកាំងរន្ធត់តាក់កមាខ្លាំងណាស់ប្រហោយំហូរឡើងហើយស្រែកឆោឡោអាក្រោសប្រាប់គេឯងអោលោកអើយខ្ញុំមិនខុសឆ្កាំឆ្គងអ្វីសោះស្រាប់តែយកកំបិតមកកាត់ច្រមុះខ្ញុំដាច់ថ្លុយចេញឈាមសស្រាក់និយាយហើយកាន់ចុងច្រមុះចុះពីផ្ទះដើរចេញទៅប្តឹងតុលាការឲ្យជំនុំជម្រះកាលពេលនោះឯងគោបាលបែរទៅនិយាយនឹងភរិយាខ្លួនដោយសម្ដីឡក់លើយថាអើមីអងឯងក្រាន់បាហើយវាសមមុខហើយមីកញ្ឆតច្រមុះណែអាកំណាចចង្រៃភរិយាឆ្លើយអ្នកណាអាចធ្វើប្រពន្ធគ្រប់លក្ខខ្លួនឯងឲ្យអាម៉ាស់មុខគេដូចអាចង្រៃឯងនេះអញមិនចង់និយាយបោបាច់ច្រើនពេកទេរឿងនេះលោកបាលជាទេពតារសាលោកទាំង8ទិសជ្រាបសេចក្តីបរិសុទ្ធអញស្រាប់ហើយព្រះអាទិត្យនិងព្រះច័ន្ទព្រះវាយុនិងព្រះអគ្គីមេឃដីនិងទឹកហរតីនិងព្រះយមថ្ងៃនិងយប់ពេលសន្ធិទាំងពីរនិងប្រធរតែងស្គាល់ច្បាស់នៅសេចក្តីប្រព្រឹត្តនៃមនុស្សលោកបើខ្លួនខ្ញុំជាស្រីគ្រប់លក្ខមិនដែលលះបង់ចោលប្តីមិនដែលស្គាល់ប្រុសដតីសូម្បីយល់សពក៏មិនដែលឃើញថាមានការប្រព្រឹត្តអនាចារនឹងប្រុសដតីទេដោយអំណាចគុណធម៌ជាកុសលនេះសូមកុំឲ្យមុខមាត់ច្រមុះវិកលវិការឡើយហើយសូមឲ្យខ្ញុំមានដេកជះអាចរំលាយប្តីចង្រៃនេះឲ្យក្តិចជាផង់ទូលីផេះកំខានប្តីអ្វីកាចចង្រៃម្លេះនេះខ្ញុំមានចិត្តនឹកភ័យខ្លាចចំពោះតែលោកជាទេពតាធំទេថាហើយស្រែកប្រាប់ទៅប្តីថាមើលអាចង្រៃឯងឯងមកមើលមុខអញមើលកាលនោះគោបាលជាប្តីឬពាក្យសច្ចាប្រណិធានភរិយាមើងម៉ាត់ដូច្នោះឆេះដូចភ្លើងអត់ត្រមមិនបានក៏ដុតភ្លើងកាន់យកទៅត្រូលបំភ្លឺមើលមុខភរិយា
ដើម្បីនឹងផ្ចាញ់កុំឲ្យនាងឆ្នះពេកលុះមើលហើយឃើញច្រមុះពេញលេញដូចប្រក្រដីដើមភ័យណាស់ក៏លុតជង្គង់ក្រាបទាបជើងភរិយាពោលពាក្យលន់តួអង្វរទោសហើយសរសើរសំណាងខ្លួនថាអោអញអើយមានបុណ្យវាសនាណាស់តើបានភរិយាបរិសុទ្ធប្រកបដូច្នេះជាស្រីគ្រប់លក្ខប្រសើរណាស់ណយីអញកុំអីវោសោះប្រាប់ពាជូកន្តៈបរកេតនិយាយប្រាប់រាជបរោះតទៅទៀតថារូបអ្នកនេះជាពាណិជ្ជដែលមានរឿងជាមួយគ្នាខ្ញុំនឹងរៀបរាប់រឿងគាត់ជូនស្ដាប់ដោយសេចក្តីតទៅបាទសូមស្លេះត្រឹមប៉ុណ្ណេះសិនចុះបងប្អូនណាចាំថ្ងៃស្អែកនឹងបន្តទៀតអំពីបរិពាជុកន្តៈបរិកេតនិយាយរឿងរ៉ាវប្រាប់ដល់រាជបរោះបាទអញ្ចឹងសូមស្លេះត្រឹមប៉ុណ្ណេះសូមអរគុណ